Xong bài áp chân mà ngày bóng ôn ta mà ngày nâng tên bóng ôn ơi dễ tới nè sài nhâm tren mà đào bóng ôn tên mà bị kế cứ 5 kg ban 1 kg 7 khamពេលបកស្បោរួចនៅសល់សាច់សល់តែ1គីឡូ7ខាំទេបងប្អូនគឺនិយាយទៅខាតមែនតើបងប្អូនអើយស្បកធ្ងន់មែនតើបងប្អូនហើយមួយផ្លែនេះបងប្អូននឹងអស់ប្រហែលអត់$40បងប្អូនជឿអត់បើមិនជឿមកនេះមកបងប្អូនអើយនេះមើលត្រេនបងប្អូនអើយហើយមានត្រេនញ៉ាំហើយក៏មិនត្រេនញ៉ាំហើយក៏មិនចេះបកស្បកដូចពិបាកដល់ហើយបងប្អូនអើយមើលទៅវេទនានិយាយទៅគ្រាន់តែបកស្បកនោះចូល1ម៉ោងបងប្អូនហើយអ្នកចាំតឹងមើលផ្លូវគឺច្រើនមែនតើបងប្អូនអើយត្រេនមួយផ្លែនេះញ៉ាំបានចូល10-20នាក់បេះអ្នកបន្តិចទេហាត់តែក្លិនបានបងប្អូនអើយដោយសាររៀងថ្លៃដែរគូសំហើយទៅទិញដល់កន្លែងមកដល់ចកាគេហ្មងបងប្អូនពេលអញ្ចឹងត្រេនគឺឆ្ងាញ់បងប្អូនត្រេននេះគឺនិយាយទៅមកផ្ទះខ្ញុំញ៉ាំបាននិយាយទៅខ្ញុំអត់សូវចេះញ៉ាំទេបងប្អូនត្រេនខ្ញុំនិយាយមែនណាខ្ញុំអត់ចេះហូបទេអាត្រេនវាថារៀងវល់រៀងទុនខ្ញុំអត់ចេះទេម៉ែខ្ញុំក៏អត់ចេះដែរដល់ពេលត្រេននេះរៀងច្រប់ឆ្ងាញ់បងប្អូននេះឥឡូវក៏ចាយខ្ញុំមកដល់ដែរហើយតេហាយនិយាយទៅតេហាយគ្រប់គ្នាបងប្អូនហើយឥឡូវក៏ចាប់ដើមពុះឲ្យបងប្អូនហើយរៀងពិបាកបងប្អូនមើលមានអ្នកកាន់ដៃកាន់ជើងអីកាន់ដៃកាន់ជើងនិយាយទៅមានអ្នកជួយអីចឹងបងប្អូនរៀងពិបាកចឹងនិយាយទៅបើថាឲ្យយើងបកខ្លួនឯងពិបាកវេទនាដល់ហើយបងប្អូនហើយឥឡូវក៏បកបានហើយបងប្អូននៅត្រេននេះគឺនៅច្រប់ឆ្ងាញ់បងប្អូនបើថារៀងវល់រៀងអេចអត់ចេះហូបទេបងប្អូនបើខ្ញុំអត់សូវចេះមកសម្រាប់មួយផ្លែនេះបានតែ4-5ផ្លែទេបងប្អូនខ្ញុំដូចជាភ្លេចដែរ4-5ផ្លែហ្នឹងឯងដោយសារធំបាន2ទួយរៀង2-3អីចិត្តណាបងប្អូនហើយឥឡូវក៏ចាប់ផ្ដើមគេលិតអីបន្តិចទៅបងប្អូនហើយគេថាសុំតែហាន់ក្លិនបានបងប្អូនមិនដឹងជាម៉ែគេឬកូនគេអ្នកឃ្លានទេបងប្អូនរៀនចំណាយដើមទុនខ្លាំងអញ្ចឹងណាបងប្អូនឥឡូវក៏ម្នាក់នេះអូគេហាត់ក្លិនតិចទេបងប្អូនអើយគេថាឈ្ងុយណាស់មានក្តីសុខគេបងប្អូនអើយមិនដឹងជាម៉ែគេឬមើលកូនគេអ្នកឃ្លានទេបងប្អូនអ្នកមានកូនអ្នកមានផ្ទៃពោះអញ្ចឹងឯងបងប្អូនអើយបាន1 គីឡូ7ខាំបងគិតថាខាតអត់បើយើងទិញទៅស្បកអញ្ចឹងបើទិញទងសាច់ប្រហែលជាចំណេញជាងបងប្អូនប៉ុន្តែដោយសារផ្ញើនៅឆ្ងាយបងប្អូនអើយទៅទិញដល់ឆ្ការនៅកំពង់ចាមបងប្អូនពេលអញ្ចឹងបើយើងបកទងស្បកគឺអត់កើតទេវាខូចអញ្ចឹងទៅបងប្អូនឥឡូវក៏ចាប់ផ្ដើមចែកគ្នាហូបអ្នកបន្តិចហើយបងប្អូនអើយមើលចាញ់ខ្ញុំហិតក្លិនដាក់មួយម៉ាត់មើលក្លឹបអើយមើលមុខគេមានក្តីសុខបងប្អូនមិនដឹងក្តីសុខដឹងមិនទេមុខគេនឹងដូចមិនសូវចេះហូបហើយជិះមើលមាត់ខ្ញុំបងប្អូនខ្ញុំក៏អត់សូវចេះហ្មងតែបងប្អូនធ្វើមុខដូចជូមិនដឹងទេដូចអត់សូវឆ្ងាញ់ទេបងប្អូនមើលមាត់ខ្ញុំអត់សូវក្តីសុខទេបងប្អូនអើយនិយាយទៅអត់សូវប៉ុន្មានណាចំណែកម្នាក់នេះអូគេក្តីសុខគេណាគេចុះចិត្តដែរអញ្ចឹងមើលមុខគេរីកដូចប៉ាន់ក្របជីហើយបងប្អូនខ្ញុំម្នាក់នេះក៏អញ្ចឹងដែរបងប្អូនអើយគេមានក្តីសុខគេហ្មងបងប្អូនមិនមានក្តីសុខមកបើគេចង់ខ្លួនគេបាយអរគុណច្រើនជំរាបលា